នៅពេលដែលរដ្ឋទាំងឡាយមិនយល់ស្របចំពោះចំណុចដែលជាទីតាំងខ្សែបន្ទាត់ព្រំដែនរបស់ខ្លួននៅពេលដែលរដ្ឋទាំងឡាយតវ៉ាអំពីដែនកោះឬដែនសមុទ្រនៅពេលដែលរដ្ឋមួយចាត់ទុកថារដ្ឋមួយទៀតបានរំលោភលើសន្ធិសញ្ញាមួយឬវិធានផ្សេងទៀតនៃច្បាប់អន្តរជាតិហើយនៅពេលអង្គការសហប្រជាជាតិឬស្ថាប័នរបស់ខ្លួនណាមួយត្រូវការយោបល់លើបញ្ហាច្បាប់អ្វីមួយពួកគេទាំងនោះអាចមករកការដោះស្រាយតាមតុលាការយុត្តិធម៌អន្តរជាតិបាន តុលាការអន្តរជាតិឬតុលាការ ICJ មានទីស្នាក់ការនៅប្រទេសហូឡង់ជាក់ច្បាស់ជាងនេះទៀតនោះគឺតុលាការនេះមានមូលដ្ឋាននៅវិមានសន្តិភាពនាទីក្រុងឡាអេដោយមហាសន្និបាតនិងក្រុមប្រឹក្សាសន្តិសុខដែរតុលាការនេះត្រូវគេស្គាល់ថាជាអង្គភាពចម្បងមួយនៃអង្គការសហប្រជាជាតិតុលាការនេះជាអង្គភាពតែមួយគត់ដែលមិនមានទីស្នាក់ការនៅទីក្រុងយូយ៉កតុលាការ ICJ ជាអង្គតុលាការចម្បងមួយរបស់អសបនិងជាតុលាការអន្តរជាតិជាន់ខ្ពស់បំផុតរបស់ពិភពលោកតុលាការនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1946ភាសាផ្លូវការដែលតុលាការនេះប្រើគឺភាសាអង់គ្លេសនិងបារាំងឯកសារគតិយុត្តដែលបង្កើតតុលាការនេះគឺលក្ខន្តិកៈ Veuillez vous asseoir. ដែលជាផ្នែកមួយដ៏សំខាន់នៃរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិដោយហេតុនេះហើយរដ្ឋសមាជិកទាំងអស់ទទួលស្គាល់ដោយស្វ័យប្រវត្តិនៅអត្ថិភាពនៃតុលាការនេះហើយអាចទទួលយកសេវាកម្មផ្សេងៗពីតុលាការនេះតុលាការ ICJ ជាអត្តរិទ្ធការីនៃតុលាការមួយទៀតដែលបានបង្កើតឡើងនៅឆ្នាំ1922ដោយសម្ព័ន្ធប្រជាជាតិគឺតុលាការយុត្តិធម៌អន្តរជាតិអចិន្ត្រៃយ៍នៅចន្លោះឆ្នាំ1922និងឆ្នាំ1940តុលាការអចិន្ត្រៃយ៍នេះបានដោះស្រាយរឿងក្តីប្រមាណជាង60ករណីតុលាការនេះត្រូវបានរំលាយនៅក្រោយសង្គ្រាមលោកលើកទី2តុលាការ ICJ បានបន្តការងារពីតុលាការអចិន្ត្រៃយ៍នៅថ្ងៃទី18ខែមេសាឆ្នាំ1946ដោយទទួលមរតកមិនត្រឹមតែលក្ខន្តិកៈរបស់តុលាការនេះប៉ុណ្ណោះទេប៉ុន្តែថែមទាំងយុត្តិការនិងទម្លាប់អនុវត្តផ្សេងៗរបស់តុលាការនេះទៀតផងដោយបុព្វការីរបស់ខ្លួនដែរតុលាការយុត្តិធម៌អន្តរជាតិមានតួនាទី2តួនាទីទី1គឺសម្រេចលើករណីទំនាស់រវាងរដ្ឋនិងរដ្ឋនៅត្រង់នេះយើងនិយាយអំពីករណីវិវាទតួនាទីទី2របស់តុលាការ ICJ គឺឆ្លើយតបទៅនឹងបញ្ហាកតេយុត្តទាំងឡាយដែលបានដាក់ជូនដោយមហាសន្និបាតក្រុមប្រឹក្សាសន្តិសុខនិងអង្គភាពឬទីភ្នាក់ងារដទៃទៀតរបស់អង្គការសហប្រជាជាតិក្នុងករណីទាំងនេះយើងនិយាយអំពីដំណើរការនីតិវិធីប្រឹក្សាយោបល់តាំងពីថ្ងៃតុលាការនេះត្រូវបានបង្កើតឡើងតុលាការនេះបានដោះស្រាយរឿងក្តីធំៗបានជាច្រើនករណីតុលាការ ICJ មិនមែនជាតុលាការព្រហ្មទណ្ឌទេតុលាការនេះមិនដោះស្រាយរឿងក្តីលក្ខណៈជាបុគ្គលទេមានតែជំនួសរវាងរដ្ឋនិងរដ្ឋប៉ុណ្ណោះដែលអាចដាក់ជូនតុលាការនេះដោះស្រាយបានតុលាការនេះមានសមត្ថភាពចៅក្រម15រូបចៅក្រមទាំងនេះត្រូវបានមហាសន្និបាតនិងក្រុមប្រឹក្សាសន្តិសុខបោះឆ្នោតជ្រើសរើសតាំងសម្រាប់អាណត្តិការងាររយៈពេល9ឆ្នាំមុខតំណែងចំនួន5កន្លែងត្រូវបានបន្តថ្មីរៀងរាល់3ឆ្នាំម្ដងចៅក្រមអាចឈរឈ្មោះបោះឆ្នោតជ្រើសតាំងសាជាថ្មីបាន Mr. Mohammed Benuna, Mr. James Richard Crawford, Ms. Joan E. Donoghue, Mr. Kirill Kevorkian and Mr. Patrick Lipton Robinson have been elected to the International Court of Justice for a term of office of 9 years beginning on 6 February 20. សមាជិកតុលាការនេះម្នាក់ៗត្រូវមកពីប្រទេសមួយផ្សេងគ្នាសមាជិកតុលាការនេះមិនតំណាងឲ្យប្រទេសជាតិរបស់ខ្លួនទេពោលគឺពួកគាត់ជាចៅក្រមឯករាជ្យ Je déclare ខ្ញុំសូមប្រកាសជាឱឡារិកថាខ្ញុំនឹងបំពេញតួនាទីភារកិច្ចនិងប្រើអំណាចរបស់ខ្ញុំជាចៅក្រមប្រកបដោយកិត្តិយសដោយភក្តីភាពអនាគតនិងប្រកបដោយមនសិការខ្ពស់ et en toute conscience. សមាជិកភាពរបស់តុលាការនេះឆ្លុះបញ្ចាំងពីតុល្យភាពភូមិសាស្ត្រដូចខាងក្រោមអាសនៈ3របស់ចៅក្រមជរុំជម្រះបានទៅចៅក្រមអាហ្វ្រិកអាសនៈ2របស់ចៅក្រមបានទៅចៅក្រមពីអាមេរិកឡាទីននិងការីបៀន
អាសនៈ3របស់ចៅក្រមបានទៅចៅក្រមអាស៊ីអាសនៈ5ទៀតរបស់ចៅក្រមបានទៅចៅក្រមមកពីអឺរ៉ុបខាងលិចនិងរដ្ឋបច្ចិមប្រទេសផ្សេងទៀតនិងអាសនៈ2ទៀតរបស់ចៅក្រមបានទៅចៅក្រមមកពីអឺរ៉ុបខាងកើតគ្មានប្រទេសណាមួយមានសិទ្ធិទទួលបានអាសនៈមួយនេះទេប៉ុន្តែតាមការអនុវត្តជាក់ស្ដែងតុលាការនេះជានិច្ចការត្រូវរួមបញ្ចូលចៅក្រមមួយរូបមកពីមួយនៃសមាជិកអចិន្ត្រៃយ៍ទាំង5របស់ក្រុមប្រឹក្សាសន្តិសុខក្នុងករណីជាក់ស្ដែងបើតុលាការនេះមិនមានចៅក្រមណាមួយមានសញ្ជាតិមកពីរដ្ឋភាគីនៃរឿងក្តីទេរដ្ឋទាំងនោះអាចជ្រើសរើសចៅក្រមចំពោះកិច្ចម្នាក់រៀងៗខ្លួនចៅក្រមទាំងនេះដែលអាចមានសញ្ជាតិណាមួយក៏បានមានសិទ្ធិនិងភារកិច្ចពេញលេញដោយចៅក្រមដែលត្រូវបានបោះឆ្នោតជ្រើសរើសដែរនៅរៀងរាល់3ឆ្នាំម្ដងតុលាការនេះបោះឆ្នោតជ្រើសរើសតាំងប្រធាននិងអនុប្រធានប្រធានជាអធិបតីនៃសវនាការក្នុងតុលាការនេះគាត់ដឹកនាំនិងគ្រប់គ្រងការងាររដ្ឋបាលតុលាការនៅរៀងរាល់ឆ្នាំប្រធានតុលាការនេះដាក់បង្ហាញរបាយការណ៍សកម្មភាពរបស់តុលាការ ICJ ទៅកាន់មហាសន្និបាតនៅទីក្រុងញូវយ៉ក De l'intérêt que votre assemblée manifeste pour la Cour et du soutien qu'elle lui apporte. តុលាការនេះមានឯករាជ្យភាពផ្នែករដ្ឋបាលតុលាការនេះជាអង្គភាពចម្បងតែមួយគត់របស់អង្គការសហប្រជាជាតិដែលមិនត្រូវការឧបត្ថម្ភគាំទ្រពីលេខាធិការដ្ឋានអសបចៅក្រមទាំងអស់ធ្វើការដោយមានជំនួយពីកាឡាបញ្ជីមួយរូបដែលត្រូវបានបោះឆ្នោតជ្រើសរើសតាំងដោយតុលាការសម្រាប់អាណត្តិ7ឆ្នាំដែលអាណត្តិនេះអាចបន្តជាថ្មីបានកាឡាបញ្ជីរូបនេះគឺជាប្រធានលេខាធិការដ្ឋានតុលាការពលគឺជាប្រធានការិយាល័យកាឡាបញ្ជីរបស់តុលាការនេះហើយដែលបុគ្គលិករបស់គាត់ត្រូវបានជ្រើសរើសពីគ្រប់ទិសទីនៅទូទាំងពិភពលោកក្រឡាបញ្ជីតុលាការបំពេញមុខងារតុលាការការទូតនិងការងាររដ្ឋបាលតួនាទីទី1របស់តុលាការនេះគឺវិនិច្ឆ័យទំនាស់តាមផ្លូវច្បាប់រវាងរដ្ឋនិងរដ្ឋការងារដោះស្រាយករណីវិវាទទាំងនេះមាន 80% នៃការងារទាំងមូលរបស់តុលាការនេះក្នុងពេលកន្លងមកករណីវិវាទជារឿយៗពាក់ព័ន្ធនឹងជំនួសខ្សែបន្ទាត់ព្រំដែនការកំណត់ដែនសមុទ្រនិងការការពារផ្នែកការទូតឥឡូវនេះបញ្ហាដែលចោទច្រើនឡើងមានជាអាចច្បាប់មនុស្សធម៌ច្បាប់បរិស្ថាននិងការប្រើកម្លាំងប្រដាប់អាវុធនិងទំនួលខុសត្រូវរបស់រដ្ឋផ្សេងយុទ្ធាធិការរបស់តុលាការនេះមានលក្ខណៈទូទៅអាចថាជាបញ្ហាណាមួយដែលតាក់ទងនឹងច្បាប់អន្តរជាតិគ្រប់រដ្ឋជាសមាជិកទាំងអស់របស់អសបមានសិទ្ធិដាក់ពាក្យបណ្ដឹងករណីវិវាទទៅតុលាការនេះរដ្ឋដទៃទៀតក៏អាចដាក់បណ្ដឹងរបស់ខ្លួនទៅតុលាការនេះបានដែរតែត្រូវអនុលោមតាមលក្ខខណ្ឌមួយចំនួនក្នុងន័យនេះយុទ្ធាធិការរបស់តុលាការនេះមានវិសាលភាពលាតសន្ធឹងនៅទូទាំងពិភពលោកចាប់ពីឆ្នាំ1946មកមានរដ្ឋជាច្រើនបានបង្ហាញខ្លួននៅចំពោះមុខតុលាការ ICJ ក្នុងដំណើរការដោះស្រាយករណីវិវាទរដ្ឋទាំងអស់មានអធិបតេយ្យភាពរដ្ឋមានសេរីភាពក្នុងការជ្រើសរើសរបៀបដោះស្រាយទំនាស់របស់ខ្លួនដូច្នេះតុលាការនេះអាចបើកសវនាការដោះស្រាយករណីវិវាទមួយបានលុះត្រាតែរដ្ឋពាក់ព័ន្ធនោះបានព្រមព្រៀងគ្នាដោយសេរីចង់ឲ្យតុលាការនេះបើកសវនាការដោះស្រាយករណីវិវាទនោះក្នុងករណីភាគច្រើនរដ្ឋទាំងឡាយមករកតុលាការនេះដោយអនុលោមតាមសន្ធិសញ្ញាអន្តរជាតិណាមួយកាលបើតុលាការនេះទទួលបានការស្នើសុំពីរដ្ឋគូភាគីហើយនោះដំណើរការក្តីនឹងប្រព្រឹត្តទៅជា2ដំណាក់កាលដំបូងរដ្ឋគូភាគីត្រូវដាក់បញ្ជូនសំណុំរឿងក្តីវត្ថុតាងនិងបញ្ជូនសំណើជាលាយលក្ខណ៍អក្សរបន្ទាប់មកតំណាងមេធាវីរបស់រដ្ឋនោះត្រូវធ្វើសំអាងផ្ទាល់មាត់នៅចំពោះមុខតុលាការនៅក្នុងអំឡុងពេលបើកសវនាការ Nicaragua's claims in this proceeding. Nicaragua requests from the court to A. dismiss and reject the requests and submissions of the Republic of Costa Rica. បន្ទាប់មកទៀតតុលាការនេះក៏បិទសវនាការដើម្បីចាប់ផ្ដើមពិភាក្សាមុននឹងសម្រេចការពិភាក្សារបស់តុលាការដើម្បីឈានទៅសម្រេចសេចក្តីមានលក្ខណៈជាសម្ងាត់រាល់សំណួរចោទសួរទាំងអស់ត្រូវបានសម្រេចដោយសំឡេងភាគច្រើននៃអង្គចៅក្រមដែលមានវត្តមានជាមធ្យមការពិភាក្សាដើម្បីសម្រេចសេចក្តីប្រព្រឹត្តទៅក្នុងចន្លោះពេលពី4ទៅ6ខែសារដីកានីមួយៗនឹងត្រូវប្រកាសក្នុងតុលាការជាភាសាផ្លូវការទាំងពីរហើយត្រូវបានបោះពុម្ពផ្សាយជាថ្មីជាសំណៅប្រថាប់ត្រា 3-4 ច្បាប់ហើយច្បាប់ចម្លងនៃឯកសារនេះនឹងត្រូវបញ្ជូនទៅរដ្ឋភាគីសាមីនីមួយៗសារដីកានឹងត្រូវប្រកាសក្នុងសវនាការជាសាធារណៈសារដីកាទាំងនោះនឹងត្រូវសម្រេចសេចក្តីជាមួយផ្នែកប្រតិបត្តិដោយតុលាការជួនសេចក្តីសម្រេចទៅចំណុចបញ្ហានីមួយៗ By 14 votes to 2, reject
the preliminary objection raised by the Par ces motifs, la Cour, 1. Par 14 voix contre 2, rejette l'exception préliminaire soulevée par la République. រាល់សារដីកាទាំងអស់នៃតុលាការនេះគឺជាសារដីកាចុងក្រោយហើយគ្មានបណ្ដឹងបន្តទេគួរកត់សម្គាល់ថាការបង្ហាញខ្លួនចំពោះមុខតុលាការនេះគឺជាឆន្ទៈរបស់គូភាគីផ្ទាល់ហើយជាមួយគ្នានេះដែររដ្ឋទាំងអស់ទៅបដិញ្ញាចិត្តគោរពអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការដែលគូភាគីត្រូវជាប់កាតព្វកិច្ចអនុវត្តតាមរាល់សារដីការបស់តុលាការនេះត្រូវយកមកអនុវត្តប្រកបដោយប្រសិទ្ធភាពប្រសិនជារដ្ឋណាមួយបដិសេធមិនគោរពអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការនេះរដ្ឋគូភាគីម្ខាងទៀតអាចធ្វើអបាស្រ័យទៅក្រុមប្រឹក្សាសន្តិសុខហើយដែលប្រាតាមមាត្រា94នៃរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិក្រុមប្រឹក្សាអាចផ្ដល់អនុសាសន៍ឬសម្រេចលើចំណាត់វិធានការមួយចំនួនដើម្បីផ្ដល់អនុភាពដល់អនុសាសន៍ដល់ការអនុវត្តសារដីកានេះឲ្យមានប្រសិទ្ធភាពដោយទទួលបានអំណាចផ្លូវច្បាប់សិលធម៌និងការទូតដែលមានសេចក្តីសម្រេចរបស់តុលាការនេះទើបករណីបែបនេះកម្រនឹងកើតមានណាស់ទូនីតិ2របស់តុលាការនេះគឺឆ្លើយតបទៅនឹងចំណុចច្បាប់ទាំងឡាយដែលបានដាក់ជូនតុលាការបកស្រាយដែលអង្គភាពនិងទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនីតិវិធីនេះនឹងឈានទៅដល់មតិប្រឹក្សាយោបល់ចាប់ពីឆ្នាំ1946មកតុលាការនេះបានផ្ដល់មតិយោបល់ជាច្រើនលើចំណុចបញ្ហាផ្សេងៗដែលជួនកាលត្រូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចាក់ផ្សាយយ៉ាងទូលំទូលាយមតិយោបល់ភាគច្រើនត្រូវបានស្នើឡើងដោយមហាសន្និបាតមតិប្រឹក្សាយោបល់ដែលតុលាការនេះបានចេញនៅឆ្នាំ2004ស្ដីអំពីវិបាកតេយុទ្ធនៃការសាងសង់ជញ្ជាំងកំផែងមួយនៃដែនដីដែលប៉ាឡេស្ទីនកាន់កាប់បានក្លាយជាតួយ៉ាងមួយដ៏សំខាន់បំផុតក្នុងប្រវត្តិរបស់តុលាការនេះរដ្ឋទាំងឡាយមកពីទូទាំងពិភពលោកត្រូវបានអញ្ជើញចូលរួមក្នុងដំណើរការនីតិវិធីទាំងនោះដែលបានប្រើពេលអស់77ខែ should consider what further action is required to bring to an end ខុសពីសារក្រមមតិប្រឹក្សាយោបល់ដែលតុលាការនេះផ្ដល់មិនជាប់កាតព្វកិច្ចដែលត្រូវអនុវត្តឡើយវាគ្រាន់តែសម្រាប់អង្គភាពឬទីភ្នាក់ងារឯកទេសនានារបស់អង្គការសហប្រជាជាតិដែលជាអ្នកដាក់សំណើតាមដានការអនុវត្តតាមការខ្លួនយល់ថាជាការសម្រេចសមស្របប៉ុណ្ណោះទោះជាករណីណាក៏ដោយដោយសារតុលាការនេះមានអំណាចផ្នែកកតេយុត្តនិងសិលធម៌ទើបមតិយោបល់របស់តុលាការនេះមានទម្ងន់ខ្លាំងលើសពីនេះទៀតការទទួលយកនៅមតិប្រឹក្សាយោបល់ដែលចេញដោយតុលាការនេះពីសំណាក់រដ្ឋនិងអង្គការអន្តរជាតិនានាដើម្បីអនុវត្តជាក់ស្ដែងរបស់ខ្លួនគឺសំដៅលើកកម្ពស់ការអភិវឌ្ឍនិងច្បាប់អន្តរជាតិការបន្តការងារដែលផ្ដើមចេញពីតុលាការយុត្តិធម៌អន្តរជាតិអចិន្ត្រៃយ៍នៅឆ្នាំ1922សេចក្តីសម្រេចរបស់តុលាការ ICJ មានសារៈសំខាន់លើសលប់ហួសពីកង្វល់ផ្ទាល់តាមរយៈករណីបណ្ដឹងរបស់រដ្ឋនិងអង្គការនានាទៅទៀតក្នុងករណីជាច្រើននៅគ្រប់ទ្វីបទាំងអស់តុលាការនេះបានជួយដោះស្រាយវិបត្តិជួយសម្របសម្រួលទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនឹងធ្វើឲ្យការចរចាដែលកាំងស្ទះដំណើរការឡើងវិញទាំងតាមរយៈការដោះស្រាយទំនាស់តាមផ្លូវតុលាការទាំងតាមរយៈបកស្រាយច្បាប់ចំពោះបញ្ហាជាក់លាក់មួយៗក្នុងនាមជាអង្គតុលាការដ៏ចម្បងមួយនៃអង្គការសហប្រជាជាតិតុលាការនេះគឺជាសមាជិកមួយដ៏សំខាន់នៅក្នុងយន្តការអន្តរជាតិក្នុងការស្វែងរកនិងរក្សាសន្តិភាពក្នុងសមត្ថភាពនោះតុលាការនេះបានធ្វើជាម្ចាស់ផ្ទះជាទៀងទាត់បំផុតដើម្បីទទួលដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋនិងអិសរាជជនសំខាន់តុលាការនេះបំពេញមុខងាររបស់ខ្លួនមានប្រសិទ្ធភាពក្រៃលែងតុលាការអាចចេញនូវការបន្ទាន់មួយក្នុងរយៈពេលតែប្រមាណថ្ងៃឬតែប្រមាណសប្តាហ៍និងផ្ដល់មតិប្រឹក្សាយោបល់ក្នុងរយៈពេលត្រឹមតែ 2-3 ខែប៉ុណ្ណោះតុលាការនេះដោះស្រាយវិវាទស្មុគស្មាញខ្លាំងបានជាច្រើនករណីដែលសុទ្ធសឹងត្រូវបានដាក់ជូនតុលាការក្នុងរយៈពេលក្រោម5ឆ្នាំថវិការបស់តុលាការនេះមានតិចជា 1% នៃថវិកាទៀងទាត់របស់អង្គការសហប្រជាជាតិតុលាការនេះជាស្ថាប័នយុត្តាធិការពិសេសតែមួយគត់ក្នុងពិភពលោកតាមរយៈសារដីកាមតិយោបល់និងដីកាផ្ទាល់ខ្លួនតុលាការនេះជួយជុំជ្រែងដល់អង្គការសហប្រជាជាតិឲ្យសម្រេចគោលដៅចម្បងរបស់ខ្លួននោះគឺការរក្សានិងការពង្រឹងសន្តិភាពនិងសន្តិសុខពិភពលោកជាការពិតណាស់តុលាការនេះតែឯងគឺមិនអាចទប់ស្កាត់រដ្ឋនានាពីការឈានទៅប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាបានឡើយប៉ុន្តែដោយមានការទទួលស្គាល់ពីរដ្ឋជាសមាជិកទាំងអស់របស់អង្គការសហប្រជាជាតិ
ឥឡូវជាងពេលណាទាំងអស់ធ្វើឲ្យតុលាការនេះคล้ายខ្លួនជាយន្តការមួយដ៏មានតម្លៃសម្រាប់ការពង្រឹងសន្តិភាព